យានអវកាស Voyager 1 របស់ NASA ដែលជាការស៊ើបអង្កេតក្នុងរឿងព្រេងនិទានបានធ្វើការរកឃើញដ៏មិនធ្លាប់មានពីមុនមកនៅគែមនៃប្រព័ន្ធព្រះអាទិត្យដែលកំពុងធ្វើបដិវត្តន៍រូបវិទ្យាតារាសាស្ត្រទំនើបយាន Voyager 1 ដែលបានបាញ់បង្ហោះនៅឆ្នាំ1977បានធ្វើដំណើរអស់រយៈពេលជាង48ឆ្នាំមកហើយបានឆ្លងកាត់ Heliopause ដែលជាព្រំដែនដែលឥទ្ធិពលនៃខ្យល់ព្រះអាទិត្យរបស់ព្រះអាទិត្យបញ្ចប់ហើយលំហអន្តរតារាចាប់ផ្ដើមការរកឃើញសំខាន់រួមមានជួនយាងភ្លើង Wall of Fire យាន Voyager 1 បានរកឃើញតំបន់ដ៏ធំមួយនៃ Plasma ដែលឡើងកម្ដៅខ្លាំងដោយមានសីតុណ្ហភាពចន្លោះពី 30,000 ទៅ 50,000 Kelvin ប្រហែល 30,000 Celsius តំបន់នេះមិនមែនជាភ្លើងតាមន័យធម្មតាទេព្រោះក្នុងលំហគ្មានអុកស៊ីហ្សែនប៉ុន្តែការឡើងកម្ដៅនេះបណ្ដាលមកពីថាមពលគីនេទិកនៃភាគល្អិតដែលធ្វើដំណើរយ៉ាងលឿនដែលបុកគ្នាការរកឃើញនេះបានផ្លាស់ប្ដូរការយល់ដឹងរបស់យើងអំពីរបៀបដែលខ្យល់ព្រះអាទិត្យធ្វើអន្តរកម្មជាមួយឧស្ម័នអន្តរតារាដែនម៉ាញេទិកស្រដៀងគ្នាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺយាន Voyager 1 បានរកឃើញដែនម៉ាញេទិកស្រដៀងគ្នានៅទាំងសងខាងនៃ Heliopause ពីមុនអ្នកវិទ្យាសាស្ត្រជឿថាដែនម៉ាញេទិកអន្តរតារានឹងខុសគ្នាយ៉ាងខ្លាំងពីដែនម៉ាញេទិកព្រះអាទិត្យការរកឃើញនេះបានបង្ហាញថាខ្យល់ព្រះអាទិត្យអាចទាញខ្សែដែនម៉ាញេទិកពី Heliosphere ទៅក្នុងឧបករណ៍អន្តរតារាដែលបណ្ដាលឲ្យមានការភ្ជាប់ឡើងវិញនៃម៉ាញេទិកដែលបំផ្លាញថាមពលគីនេទិកនៃភាគល្អិតទៅជាកម្ដៅការរកឃើញទាំងនេះកំពុងជួយឲ្យអ្នកវិទ្យាសាស្ត្រកែលម្អកម្រងនៃរចនាសម្ព័ន្ធ Heliosphere និងត្រៀមខ្លួនសម្រាប់បេសកកម្មដែលមានមនុស្សទៅកាន់លំហហួសពិភព Pluto នៅពេលអនាគតយាន Voyager 1 បន្តបញ្ជូនទិន្នន័យត្រឡប់មកផែនដីវិញបើទោះបីជាវាមានបញ្ហាផ្នែក hardware មួយចំនួនកាលពីថ្មីៗនេះក៏ដោយ